นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะបន្តពីការធ្វើបទនមស្ការដោយសង្ខេបនេះទៅទូប្រមង្គមខ្ញុំគណៈអាភិបទាំងពីរព្រះអង្គសូមលំអត់លំអោនបន្ទន់កាយក្រាបថ្វាយបង្គំសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទាំងពីរគណៈជាទីគោរពសក្ការៈដ៏ពងពោះបំផុតទូប្រមង្គមសូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសមេធាធិបតីសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងគ្រប់ព្រះអង្គជាទីសក្ការៈដ៏ពងពោះបំផុតទូព្រះបង្គំសូមក្រាបថ្វាយបង្គំសម្ដេចព្រះរាជគណៈព្រះមន្ត្រីសង្ឃព្រះធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈនិងសូមក្រាបថ្វាយបង្គំព្រះគ្រូខោសាវិសុទ្ធព្រះបណ្ឌិតទូតមេញឈុនព្រះរាជគណៈនិងជាព្រះគ្រូជាអធិការវត្តព្រះពុទ្ធខោសាចារ្យនិងព្រះប្រធានកិត្តិយសក្នុងកម្មវិធីសិក្សាព្រះត្រៃបិដកនៅវត្តពុទ្ធខោសាចារ្យយើងជាទីគោរពសក្ការៈសូមថ្វាយពពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយពពរសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនរោត្តមមុនីនាថសីហនុនៃព្រះរាជាណាចក្រកម្ពុជាសូមថ្វាយព្រះពរសូមចម្រើនពរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវនិងពុទ្ធបរិស័ទកម្មវិធីសិក្សាព្រះត្រៃបិដកដែលផ្សាយចេញអំពីវត្តព្រះពុទ្ធខោសាចារ្យហៅថាច័ន្ទដំដៃសង្កាត់ស្រះចោកខណ្ឌដូនពេញរាជធានីភ្នំពេញបានចូលមកបន្តកម្មវិធីសិក្សាជាបន្តទៀតយើងកំពុងតែសិក្សានៅក្នុងសុតនបិដកសង្យុត្តនិកាយបិដកភាគ29ហើយមកដល់ពេលនេះយើងសិក្សាមកដល់ទំព័រ57នៅក្នុងអ្នកសន្តិសូត្រទី4គុណចាស់ញាតិញោមពុទ្ធបរិស័ទបើមានសតនបិដកនៅក្បែរនៅដៃសូមបើកមកសតនបិដកភាគ29ហ្នឹងបើកមកដល់ទំព័រ57មកហើយយើងចាប់ផ្ដើមសិក្សានៅសូត្រទី4គឺអ្នកសន្តិសូត្រទី4ចាប់ពីឃ្នាបលេខ104ហ្នឹងតទៅរហូតដល់មួយចប់សូត្រនេះតែម្ដងអញ្ចឹងទេដើម្បីកុំឲ្យខាតពេលវេលាយើងត្រូវអានខ្លឹមសារដើមទាំងស្រុងដើម្បីយកអត្ថសេចក្តីនេះមកសិក្សាដោយតទៅគណៈនមស្ការថ្វាយគុំលោកម្ចាស់សោភីតោនមស្ការថ្វាយគុំសាធុគណៈលោកម្ចាស់អរគុណណាលោកម្ចាស់ដែលមានបតីចំពោះការសិក្សាព្រះត្រៃបិដកនៅក្នុងវត្តពុទ្ធខោសាចារ្យរបស់យើងដែលព្រះអង្គបានចូលរួមដើម្បីជាធម្មទានដើម្បីជាការសិក្សាស្រាវជ្រាវនៅក្នុងការស្វែងយល់នៅព្រះបរិយត្តិធម៌គឺព្រះត្រៃបិដកនេះជាប្រទីបដើម្បីបាននៅបទដ្ឋានគោលមេគាបដិបត្តិឲ្យឆាប់រួចចាក់ទុកលោកចាស់ណាអញ្ចឹងទេសូមលោកម្ចាស់អាននៅក្នុងឃ្នាប104ដើម្បីយកខ្លឹមសារសិក្សាដូចតទៅខ្ញុំកណាអានឃ្នាប105ជាបន្តរហូតដល់ចប់នៅសូត្រនេះតែម្ដងណាសូមរតនានិមន្តសូមអនុមោទនានមត្ថរតនតយសវទាមិអង្គខ្ញុំប្រកាសណាសូមនមស្ការចំពោះគុណការទាំង3នៃបត្រៃរតដោយសេចក្តីគ្រប់និងសេចក្តីជ្រះថ្លាសូមនមស្ការចំពោះព្រះគ្រូរតនៈវិសុទ្ធវង្សគិនសារៈរាជាគណៈថ្នាក់កិត្តិយសនិងជាប្រគល់សូត្រស្ដាប់និងជាប្រធាននៃកម្មវិធីសិក្សាបត្រៃបិដកនិងសូមនមស្ការចំពោះព្រះខោសាវិសុទ្ធបណ្ឌិតទូតមេញឈុនជាព្រះជាគណៈថ្នាក់កិត្តិយសនិងជាប្រគល់ចតិកានិងជាព្រះប្រធានកិត្តិយសនៅក្នុងកម្មវិធីនិងសូមនមស្ការចំពោះប្រធេរានុធរៈគ្រប់ព្រះអង្គដោយសេចក្តីគោរពសេចក្តីជ្រះថ្លាអញ្ចឹងចម្រើនពរទៅដល់ញោមញាតិពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានឥឡូវយើងទាំងអស់គ្នាចូលមកដល់ការសិក្សាដល់ប្រសូតទី4អំពីអ្នកសន្តិសូត្រចឹងតាំងចិត្តជ្រះថ្លាស្ដាប់ដូចតទៅឃ្នាបទី104សម័យមួយព្រះមានប្រភិកគង់នៅវត្តចេតពុនជាអារាមរបស់អនាថបណ្ឌិកសេដ្ឋីទៀបក្រុងសាវត្ថីគ្រានោះឯងនាកាលរាត្រីបឋមយាមកន្លងទៅហើយពួកសតលបកាយិកាទេវតាមានប្រមាណច្រើនអង្គមានរស្មីរុងរឿងញ៉ាំងវត្តចេតពុនទាំងមូលឲ្យភ្លឺស្វាងហើយនាំគ្នាចូលទៅគាល់ព្រះដ៏មានប្រភិកលុះចូលទៅដល់ហើយ
ទើបប្រាប់ថ្វាយបង្គំចំពោះអង្គព្រះដ៏មានព្រះភិក្ខហើយក៏ឈរនៅក្នុងទីដ៏សមគួរគ្នាបលេខ105ទេវតាមួយអង្គឈរក្នុងទីដ៏សមគួរហើយពោលគាថានេះក្នុងសំណាក់នៃព្រះមានព្រះភិក្ខថាកាមទាំងឡាយក្នុងពួកមនុស្សរកទៀងគ្មានទេបរោះដែលជាប់ជំពាក់ក្នុងអដ្ឋារម្មណ៍ទាំងឡាយស្រវឹងក្នុងអដ្ឋារម្មណ៍ទាំងឡាយចេញចាកវត្តដាក់ដែលជាលំនៅនៃមាទៅកាន់ព្រះនិព្វានជាឋានមិនត្រឡប់មកវិញមិនមានទេអដ្ឋារម្មណ៍ទាំងនោះរមែងមានក្នុងលោកនេះបញ្ចក្ខន្ធកើតអំពីតណ្ហាសេចក្តីទុក្ខក៏កើតអំពីតណ្ហាការកំចាត់បងនៅបញ្ញក្ខន្ធព្រោះកំចាត់បងតណ្ហាបានការកំចាត់បងវត្តទុក្ខក៏ព្រោះកំចាត់បងបញ្ចក្ខន្ធបានអារម្មណ៍ដ៏វិចិត្រទាំងឡាយក្នុងលោកហៅថាកាមនោះមិនបានទេដំរេកដែលបុគ្គលត្រេះរិះទើបហៅថាកាមរបស់បុរសអារម្មណ៍ដ៏វិចិត្រទាំងឡាយតែងស្ថិតនៅក្នុងលោកតាមធម្មតាតែថាពួកអ្នកប្រាជ្ញតែងកំចាត់បងនៅសេចក្តីប្រាថ្នាក្នុងអារម្មណ៍ទាំងនោះបុគ្គលត្រូវលះបង់សេចក្តីក្រោធត្រូវរំសាយសេចក្តីប្រកាន់ត្រូវឆ្លងឲ្យផុតសញ្ញោចនៈទាំងអស់ព្រោះថាទុក្ខទាំងឡាយមិនធ្លាប់កើតលើបុគ្គលដែលមិនជាប់ជំពាក់ក្នុងនាមនិងរូបជាអ្នកឥតមានកង្វល់នោះទេបុគ្គលលះសេចក្តីបញ្ញត្តិបានហើយនឹងមិនបានមកកាន់វិមានគឺផ្ទៃមេត្តាទេបុគ្គលកាត់បង់តណ្ហាក្នុងនាមរូបនេះបានហើយពួកទេវតានិងពួកមនុស្សស្វែងរកបុគ្គលដែលផ្ដាច់បង់ធម៌ជាគ្រឿងចាក់ស្រេះជាបុគ្គលឥតមានទុក្ខឥតមានតណ្ហានោះមិនប្រទះក្នុងលោកនេះក្នុងលោកខាងមុខឬក្នុងឋានសួគ៌ឬក៏ក្នុងលំនៅរបស់សត្វគ្រប់កន្លែងគ្នាបទី106ព្រះមុខរាជមានអាយុបានចូលទៅសួគ៌ថាបើពួកទេវតានិងមនុស្សមើលមិនឃើញនៅបុគ្គលនោះដែលមានចិត្តរួចស្រឡះយ៉ាងនេះហើយពួកទេវតានិងមនុស្សណាក្នុងលោកនេះឬក្នុងលោកខាងមុខនមស្ការព្រះអង្គដ៏ប្រសើរជាងជនជាអ្នកប្រព្រឹត្តប្រយោជន៍ដល់នរជនទាំងឡាយពួកទេវតានិងមនុស្សនោះគួរគេសរសើរឬទេគ្នាបលេខ107ព្រះមានព្រះភិក្ខទ្រង់ត្រាស់នឹងមករាជថាមនីភិក្ខុពួកទេវតានិងមនុស្សនោះឈ្មោះថាជាបុគ្គលគូបុគ្គលសរសើរបានផងមនីភិក្ខុពួកបុគ្គលណានមស្ការបុគ្គលដែលរួចចាកតណ្ហាប្រកបដោយប្រការដូច្នោះពួកបុគ្គលនោះឈ្មោះថាបានដឹងច្បាស់នៅធัวលះបង់នៅវិជិកិច្ឆាជាបុគ្គលឆ្លងបង់នៅធัวជាគ្រឿងជាប់ជំពាក់ផងក្រាសោតទី4ហ្នឹងក៏បានចប់ប៉ុណ្្នឹងលំចឹងណាមកហើយយើងចាប់ផ្ដើមត្រឡប់មកទំព័រ57វិញដែលនៅក្នុងខ្លឹមសារនៃសូត្រហ្នឹងយើងមើលទៅលើគ្នាបលេខ107តេតិនទៅនឹងអ្នកសន្តិសូត្រទី4នេះព្រះសម្មាសម្ពុទ្ធប្រកាសសម្ដែងប្រារព្ធអ្នកសន្តិគឺអ្នកហ្នឹងគឺបដិសេធមិនសន្តិគឺស្ងប់មិនស្ងប់សូត្រហ្នឹងសិក្សាអំពីរឿងរ៉ាវដែលវាមិនស្ងប់មនុស្សយើងម្នាក់គ្រប់គ្នាហ្នឹងគឺវាមិនស្ងប់ហ្នឹងហើយតែងតែចង់បានសេចក្តីសុខស្ងប់ហ្នឹងហើយអញ្ចឹងបានយើងចូលពាក្យសន្តិគឺភ្ជាប់ជាមួយនឹងភាពហ្នឹងទៅជាសន្តិភាពហ្នឹងហើយសន្តិភាពភាពហ្នឹងគឺគាត់ថាវាជានាមដើម្បីដាក់ឲ្យវាទៅជានាមទេវានៅក្នុងសេចក្តីស្ងប់ដដែលសន្តិភាពស្មើនឹងការស្ងប់ការក្តីភាពក្តីគឺដាក់ដើម្បីភ្ជាប់ពាក្យនឹងឲ្យទៅជានាមស័ព្ទអញ្ចឹងយើងសិក្សាអំពីភាពស្ងប់ភាពមិនស្ងប់នៅក្នុងសូត្រនេះយើងនឹងបានដឹងថាតើរឿងដែលវាមិនស្ងប់នឹងវាមានមកពីមូលហេតុអ្វីគ្រឹះឬក៏មូលដ្ឋានដើមឬហេតុជាសមុទ័យជាបច្ច័យឲ្យកើតនៅការមិនស្ងប់នោះ
នឹងរកឃើញនៅក្នុងសូត្រនេះចឹងទៅគុណចាស់ញញៀតពុទ្ធបរិស័ទនឹងបានសិក្សាអ្នកសន្តិគឺមិនស្ងប់ហ្នឹងគឺយើងសិក្សានៅក្នុងសូត្រដែលមាននៅក្នុងសុតនបិដកសង្យុត្តនិកាយភាគ29ដែលពពួកទេវតាជាច្រើនបានចូលមកសួរព្រះសម្មាសម្ពុទ្ធនៅក្នុងវត្តចេតពុនចឹងទេខ្លឹមសារជាបន្តទៅទៀតនៅក្នុងគៀបលេខ105វិជ្ជាដើមអាចលោកម្ចាស់សោពិតោសូមលោកម្ចាស់និមន្តចូលរួមនិងលើកជាសំណួរដើម្បីជាប្រយោជន៍ដល់ការសិក្សាដូចតទៅសូមរដ្ឋនិមន្តសូមអនុមោទនាកណាអញ្ចឹងមកដល់ត្រង់គៀបទី105ដែលទេវតាបានចូលទៅគាល់ព្រះដ៏មានប្រភេទជាអម្ចាស់ហើយបានសួរពាក្យជាបាតជាពាក្យជាគាថាទាំងឡាយថាកាមទាំងឡាយក្នុងពួកមនុស្សរកទៀងគ្មានទេបរោះដែលជាប់ចម្ពាក់ក្នុងអដ្ឋារម្មណ៍ទាំងឡាយស្រវឹងក្នុងអដ្ឋារម្មណ៍ទាំងឡាយចេញចាក់វត្តដាក់ដែលជាលំនៅនៃមាទៅកាន់ព្រះនិព្វានជាស្ថានមិនត្រឡប់វិញមិនបានទេនៅក្នុងសេចក្តីនេះបន្តទៀតថាអដ្ឋារម្មណ៍ទាំងនោះរមែងនៅក្នុងលោកនេះដែលអដ្ឋារម្មណ៍ជាការជាប់ជំពាក់ពេញចិត្តរបស់សពសត្វទាំងឡាយដែលមិនងាយនឹងបុគ្គលណាលះផ្ដាច់នៅអដ្ឋារម្មណ៍ក្តីអនិដ្ឋារម្មណ៍ក្តីអញ្ចឹងមិនអាចលះនៅអដ្ឋារម្មណ៍និងអនិដ្ឋារម្មណ៍ទាំងឡាយក្តីមិនអាចលះនៅកាមទាំងឡាយនោះបុគ្គលនោះនឹងមិនបានទៅកាន់ព្រះនិព្វាននោះទេអញ្ចឹងខ្ញុំកណាមចាស់នៅក្នុងទីនេះឆ្ងល់អំពីពាក្យដែលថាកាមទាំងឡាយនៅក្នុងពួកមនុស្សរកទៀងគ្មាននិងអំពីពាក្យថាអដ្ឋារម្មណ៍ដែលជាទីជាប់ជំពាក់របស់សត្វមិនអាចស្វែងរកព្រះនិព្វានបានអញ្ចឹងអរតនីលោកគ្រូដើម្បីបកស្រាយនៅក្នុងសេចក្តីនេះគណៈសាធុអរគុណលោកម្ចាស់សោភិតោលោកចាស់នេះជាសំណួរមួយដ៏មានសារៈប្រយោជន៍ហើយសំខាន់ណាស់ដែលនៅក្នុងប្រធានបទនៃប្រសូតនេះគឺផ្ដោតទៅឃើញថាដែលហៅថាអ្នកសន្តិគឺមិនមានសេចក្តីស្ងប់គឺមិនមានសេចក្តីស្ងប់នឹងឯងគឺហេតុបច្ច័យសមុទ័យដែលឲ្យកើតការមិនស្ងប់នៅក្នុងសន្តានចិត្តរបស់មនុស្សសត្វទាំងឡាយទាំងពួងហ្នឹងគឺកាមនឹងតែម្ដងកាមទាំងឡាយមាននៅក្នុងមនុស្សសត្វគ្រប់រូបហ្នឹងគឺកាមហ្នឹងវាពេញបន្ទប់អញ្ចឹងកាមហ្នឹងព្រះតម្រាស់ត្រាស់ថារកទៀងគ្មានទេមកពីវាមិនទៀងនឹងឯងបានវាមិនបានដល់នៅសេចក្តីសុខស្ងប់ពីព្រោះកាមទាំងឡាយទាំងពួងនេះយើងស្គាល់ហើយថាកាមស្អីទៅកាមក្នុងទីនេះគឺសំដៅដល់តម្រេកតម្រូវការហើយសូម្បីតែភ្នែកចង់ឃើញរូបល្អច្រមុះចង់ទទួលក្លិនក្រអូបអណ្ដាតចង់ទទួលរសឆ្ងាញ់ត្រចៀកចង់ឮសំឡេងពីរសអាការចង់ត្រូវការទាំងអស់នេះគឺជាកាមរួមទាំងកាមរាគតម្រេកក្នុងផ្លូវកាមគុណនេះជាដើមអាចតែវាជាប់ក្នុងបញ្ចកាមគុណទាំង5គឺរូបសំឡេងក្លិនរសផោថាពៈនេះឯងហើយជាកាមតែជាកាមហើយកាមទាំងអស់ហ្នឹងវត្ថុកាមទាំងអស់ហ្នឹងគឺជារបស់វាមិនទៀងវាជារបស់មិនទៀងហើយបើសិនកាមនៅវាជារបស់ទៀងវាសន្តិវាស្ងប់ហើយមកវាអត់ទៀងនឹងឯងហ្នឹងហើយមិនបានវាអត់ទៀងយើងឃើញដែរដើម្បីទាញអារម្មណ៍របស់បរោះឲ្យពេញចិត្តជាអដ្ឋារម្មណ៍ណាស្ត្រីទាំងឡាយទាំងពួងតែងតែតបតែងរូបរាងកាយឲ្យស្អាតទៅជាភាពស្អាតនឹងសួរថាវាធម្មជាតិស្អាតចឹងថាតាមពិតអត់ទេវាយ៉ាងម៉េចវាគ្មានស្អាតចឹងទេប៉ុន្តែវាមកពីការបោកបញ្ឆោតដោយការលាបឡូនគូសវាសអីបន្ថែមបន្ថយទៅជាដើមអាចទៅធ្វើឲ្យទាញអារម្មណ៍ពេញចិត្តអីចឹងទៅនឹងដោយភាកច្រើនប៉ុន្តែក៏មានខ្លះដែរគេស្អាតដោយធម្មជាតិដែលជាអដ្ឋារម្មណ៍ញ៉ាំងបរោះឲ្យពេញចិត្តក្នុងរូបនងសម្លេងនងក្លិននងហើយជាដើមអាចហ្នឹងក៏មានខ្លះដែរ
ប៉ុន្តែសួរថាមានហ្នឹងវានៅតែល្អវានៅតែស្អាតចឹងទេថាវាអត់ទេពីព្រោះរបស់ទាំងឡាយទាំងពួងនោះជារូបក្តីជាអីក្តីហ្នឹងវាតែផ្លាស់ប្ដូររូបវាអត់មាននៅក្មេងរហូតទេហើយរូបក៏វាមិនមែនជារបស់ក្អូបរហូតទេកាលណាបើវាត្រូវប្រែប្រួលដោយឧតុឬក៏ដោយចាស់ក្រមគ្រាដោយអាពាតទាំងឡាយទាំងពួងវាត្រូវតែផ្លាស់ប្ដូរនឹងឯងនេះវារូបវានៅតែស្អាតបែបទៅខ្ញងរហូតឯណាហើយក្លិនក៏យ៉ាងដែរឲ្យតែយើងមិនបានសម្អាតមិនបានប្រយ័ត្នតែបន្តិចហ្នឹងក្លិនវាទៅជារបស់ស្មោករោគអីទៅជាអនិច្ចារម្មណ៍មិនជាទីប្រាថ្នាដែរអញ្ចឹងសំណួរដែលលោកម្ចាស់សួរតេតងទៅនឹងពាក្យថាកាមជារោគសិករោគទៀងគ្មានទេហ្នឹងគឺយ៉ាងនេះឯងហើយពាក្យអិដ្ឋារម្មណ៍និងអនិច្ចារម្មណ៍នេះឯងគឺវាជាប់ជាមួយនឹងកាមនឹងឯងគឺវាជាប់ជាមួយនឹងវត្ថុកាមនឹងឯងកាលណាបើរូបសម្លេងក្លិនរសរបស់អស់ទាំងនោះជាទីពេញចិត្តរបស់មនុស្សសត្វទាំងឡាយទាំងពួងរបស់បរោះរបស់ស្ត្រីនឹងវាជាអិដ្ឋារម្មណ៍ទៅវាជាអិដ្ឋារម្មណ៍ទៅប៉ុន្តែបើវាពាល់នឹងរូបសម្លេងក្លិនរសទាំងអស់នោះវាមិនជាទីពេញចិត្តវាមិនជាទីប្រាថ្នាវាមានបដិខៈថ្នាក់កើតឡើងវាជាអនិច្ចារម្មណ៍មិនជាទីប្រាថ្នាទៅអ្នកដែលជាប់ក្នុងវត្ថុកាមទាំងឡាយទាំងពួងអិដ្ឋារម្មណ៍ក្តីអនិច្ចារម្មណ៍ក្តីមិនចេញចាកពីវត្តដាក់នេះបានទេដូច្នេះព្រះនិព្វានមិនបានឡើយនឹងឯងដែលទេវតាលោកថាអនិច្ចារម្មណ៍ឬអិដ្ឋារម្មណ៍កាមទាំងឡាយនឹងវារមែងមានក្នុងโลกនេះហ្នឹងលោកម្ចាស់ណាលោកម្ចាស់អញ្ចឹងបន្តទៅទៀតលោកម្ចាស់មានអ្វីជាចម្ងល់ទេលោកម្ចាស់សុំមុនកណាអញ្ចឹងសេចក្តីហ្នឹងខ្ញុំកណាព្រមទាំងសកលដែលបានសិក្សាពីសំណាក់លោកគ្រូក៏បានជួលពីអដ្ឋារម្មណ៍និងអនិច្ចារម្មណ៍និងកាមដែលបញ្ចកាមគុណរូបសម្លេងក្លិនរសសម្ផស្សជាដើមដែលលោកគ្រូបានលើកហ្នឹងក៏មានសេចក្តីជ្រះថ្លាដឹងថាសពសត្វលោកជាប់ជំពាក់នៅក្នុងកាមគុណនឹងគ្រប់គ្នាអញ្ចឹងបន្តមកទៀតដែលនៅក្នុងបកាយាថានៃក្នុងគ្នាទី105មានបន្តមកទៀតថាបញ្ចខណ្ឌកើតអំពីតណ្ហាសេចក្តីទុក្ខក៏កើតអំពីតណ្ហាការកម្ចាត់បងនៅបញ្ចខណ្ឌព្រោះកម្ចាត់បងនៅតណ្ហាការកម្ចាត់បងវត្តដាក់ទុក្ខក៏ព្រោះកម្ចាត់បងនៅបញ្ចខណ្ឌអារម្មណ៍ពីចិត្តទាំងឡាយក្នុងលោកហៅថាកាមនោះមិនបានទេតម្រេចដែលបុគ្គលត្រេះរិះទើបហៅថាកាមរបស់បរោះអារម្មណ៍វិចិត្រទាំងឡាយដែលស្ថិតនៅក្នុងលោកតាមធម្មតាតែថាពួកអ្នកប្រាជ្ញកម្ចាត់បងនៅសេចក្តីប្រាថ្នានៅក្នុងអារម្មណ៍នោះដែលលើកឡើងការប្រាថ្នានៅក្នុងអារម្មណ៍ហៅថាបញ្ចកាមគុណអ្នកប្រាជ្ញទាំងឡាយលោកតែងតែព្យាយាមលះមិនសាត់បងប៉ុន្តែខ្ញុំកណាត្រង់សេចក្តីហ្នឹងក៏បានយល់សេចក្តីហ្នឹងដោយលើតាមបញ្ញាខ្ញុំកណាប៉ុន្តែឆ្ងល់ត្រង់វគ្គខាងលើអំពីបញ្ចខណ្ឌកើតអំពីតណ្ហាសេចក្តីនេះសម្រាប់ធានាលោកគ្រូបញ្យល់បន្ថែមអំពីបញ្ចខណ្ឌកើតតណ្ហាឬសេចក្តីបញ្ជាក់សេចក្តីយ៉ាងណាសូមធានាលោកគ្រូណាសាធុអរគុណចា៎បញ្ចខណ្ឌកើតពីតណ្ហាសេចក្តីទុក្ខកើតពីតណ្ហាអញ្ចឹងចា៎ណាហើយការដែលកម្ចាត់បងបញ្ចខណ្ឌពុកកម្ចាត់បងតណ្ហាខ្លឹមសារទាំងអស់ហ្នឹងវាតំណាក់តំណងគ្នាជាបដិជ្ជសមុបាទបញ្ចខណ្ឌយើងស្គាល់ហើយនៅលោកចាស់ណាបញ្ចខណ្ឌគឺបញ្ចៈប្រែថា5ខន្ធៈគឺជាគំនោរូបរាងកាយរបស់យើងគឺជាបណ្ដុំនៃខណ្ឌ5ហ្នឹងតែម្ដងគឺមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណពីព្រោះបញ្ចខណ្ឌហ្នឹងនៅក្នុងទុក្ខសមុទទុក្ខអរិយសច្ចៈគឺទុក្ខទាំង12 13កងហ្នឹងសរុបមកសង្ខេបពេលអ្នកបញ្ចុបាទានខន្ធធាទុក្ខាអញ្ចឹងបញ្ចខណ្ឌហ្នឹងគឺជាទុក្ខហើយចុះទុក្ខនឹងវាកើតពីណាគឺតណ្ហាអញ្ចឹងសរុបមកបញ្ញខណ្ឌក៏វាកើតពីតណ្ហានៅក្នុងបដិជ្ជសមុបាទធម៌វាមានកម្មវត្តៈវិបាកវត្តៈកម្មវត្តៈកិលេសវត្តៈវិបាកវត្តៈក៏បញ្ជាក់ថាតណ្ហានឹងជាហ
ហេតុបច្ច័យបណ្ដេញបន្តពីអវិជ្ជារហូតមកដល់មានតណ្ហាឧបាទានក៏បង្កើតនៅបញ្ញខណ្ឌនឹងភពជាតិចរិយាភិធិមរណៈនឹងឯងអញ្ចឹងសរុបមកបញ្ញខណ្ឌកើតពីតណ្ហានឹងយើងដឹងទាំងអស់គ្នាហើយបើអត់មានតណ្ហាក៏វាមិនមានខណ្ឌដែរមានបញ្ញខណ្ឌដែរយើងនិយាយឲ្យខ្លីមកវិញរូបទាំងឡាយទាំងពងដែលបង្កើតរូបមកនេះមកពីអីមកពីតណ្ហាមិនចឹងលំចឹងណាភរិយាស្វាមីបានន័យថាឪពុកម្ដាយយើងហ្នឹងមិនដំបងខ្លួនតែមួយណាមិនបង្កើតរូបមកបានណាមិនតាន់បានបង្កើតកូនមកណាចឹងមូលហេតុអីបានត្រូវបង្កើតកូនមកតណ្ហាមិនបានតណ្ហាដោយសារយល់ឃើញថាម្នាក់ឯងហ្នឹងវានៅមិនសុខទេវាតោះតែមានដៃគូហើយមានដៃគូហើយត្រូវបង្កើតកូនទៅជាក្រុមគ្រួសារទៅណាបង្កើតតំណនឹងឯងគឺតណ្ហាជាហេតុបានឲ្យកើតតណ្ហានឹងបានន័យថាតម្រូវការតោះតែភិកតតបរោះនឹងកំឡោះនឹងកមុំនឹងផ្សំផ្គុំគ្នាទៅហើយមកពីតណ្ហានឹងឯងជំរុញឲ្យអ្នកទាំងពីរនឹងមិនអាចអត់គ្នាបានហើយតែមានអ្នកទាំងពីរនឹងផ្សំគ្នាដោយការមរិយៈតម្រេចតម្រូវការនឹងហើយបង្កើតមកបង្កើតបញ្ញខណ្ឌមកបង្កើតកូនមកហើយបង្កើតមកបញ្ញខណ្ឌហ្នឹងរូកើតមកសុកអត់ទេកើតមកគឺទុកកើតកូនមកកូនយំងាមែនទេមិនកើតកូនមកកូនសើចក្អាកក្អាយទេគឺសេចក្តីទុកច្រើនជាងសុកខ្លាំងណាស់ដែលកើតជាបញ្ញខណ្ឌមកអញ្ចឹងនេះយើងមើលឲ្យងាយមើលឲ្យសាមញ្ញគឺថាតណ្ហាឲ្យកើតបញ្ញខណ្ឌអញ្ចឹងសេចក្តីទុកក៏កើតអំពីតណ្ហាដែរសេចក្តីទុកហ្នឹងគឺស្អីខណ្ឌនឹង5ហ្នឹងគឺជាទុកនឹងឯងយើងនិយាយខ្លីចឹងណាអញ្ចឹងសេចក្តីទុកក៏កើតពីតណ្ហាអញ្ចឹងបើការកំចាត់បងបញ្ញខណ្ឌក៏ឈ្មោះថាកំចាត់បងតណ្ហាកំចាត់បងបញ្ញខណ្ឌពេលដែលកំចាត់បងបញ្ញខណ្ឌមានន័យថាយើងរកបដិបទាដ៏ត្រឹមត្រូវហៅថាសម្មាបដិបទាដែលឃើញនៅសច្ចធម៌ហើយបដិបត្តិដើម្បីកោះរឹសតណ្ហារំលត់តណ្ហាដោយវិជ្ជាគឺសមាទិដ្ឋិសមាសង្កបៈបាននៅវិជ្ជានេះឯងហើយវិជ្ជាជាគ្រឿងប្រហារនៅអវិជ្ជាគឺតណ្ហាពីព្រោះតណ្ហានឹងឯងជាហេតុឲ្យកើតទុក្ខកាលណាមានតណ្ហាដោយសារតែអវិជ្ជានឹងឯងអញ្ចឹងបើយើងរកប្រភពឃើញហើយគឺយើងបានវិជ្ជាហើយកាយវិជ្ជាយកទៅប្រហារតណ្ហាដល់ប្រហារតណ្ហាបញ្ញខណ្ឌក៏ត្រូវកោះរំលើងបានសេចក្តីទុក្ខក៏កំចាត់បងដែរអញ្ចឹងវត្តដាក់ទុក្ខក៏ព្រោះបត់តាត់បងនៅបញ្ញខណ្ឌអញ្ចឹងនៅក្នុងសូត្រនេះខ្ញុំកណាសរុបតែម្ដងទៅដើម្បីកុំឲ្យខាតពេលលោកចាស់ណាព្រោះពេលវេលាក៏ខើចហើយដោយសារតែខ្លឹមសារនៅវែងអញ្ចឹងទេវតាបានមានការឆ្វេងយល់របស់ទេវតានឹងឃើញថាមកឃ្លាទៀតដែលលោកម្ចាស់បានអានមកថាអារម្មណ៍ដ៏វិចិត្រទាំងឡាយក្នុងលោកហៅថាកាមនោះមិនបានទេណាមកឃ្លាហ្នឹងយើងគួរពិចារណាដែរដំរេចដែលបុគ្គលត្រេះរិះទើបហៅថាកាមរបស់បរោះអញ្ចឹងណាអញ្ចឹងគឺរឿងហ្នឹងវាពិតអញ្ចឹងហ្នឹងហើយមិនមែនបានន័យថាអារម្មណ៍ទាំងអស់វាសិតតែកាមនោះវាអត់ទេកាលណាបើអារម្មណ៍ទាំងអស់ជាអារម្មណ៍នៅក្នុងវិបស្សនានៅក្នុងអារម្មណ៍មโนបណិឈានដែលជាអារម្មណ៍ដើម្បីកាត់នៅកិលេសតណ្ហាក៏វាមិនរាប់ថាជាកាមដែរឯកាមហ្នឹងគឺសំដៅឲ្យចំគឺវិតកៈការត្រេះរិះរបស់សត្វរបស់យើងហ្នឹងទាំងផុសទាំងស្អីហ្នឹងចំពោះបរោះចំពោះស្ត្រីអាហ្នឹងបានឈ្មោះថាកាមបានឈ្មោះថាកាមនៅយើងនិយាយតែប៉ុណ្្នឹងបានទេវតាលោកលើកទៀតថាបុគ្គលលះបង់ក្រោតហ្នឹងហើយត្រូវរំលាយសេចក្តីប្រកាន់ត្រូវឆ្លងឲ្យផុតសញ្យោជនៈអស់ហ្នឹងហ្នឹងគឺជា
បដិបទាហ្នឹងសញ្ញោចនៈហ្នឹងវាតោះតែបានដើរតាមផ្លូវមគ្គនឹងឯងទើបអាចកាត់បានសញ្ញោចនៈទាំង10នឹងឯងមិនល្មមទេមិនមែនស្រួលឆ្លងទេកាលណាបើកាត់នៅសញ្ញោចនៈនោះបានហើយនឹងទុកទាំងឡាយនឹងមិនកើតបានទៀតទេហ្នឹងហើយវាជាមនុស្សបានន័យថាអស់កង្វល់អានេះថាបាននៅផ្លូវព្រះនិព្វានណាហើយនៅក្នុងចំណុចជាបន្តមកទៀតហ្នឹងមានព្រះមុខរាជចិត្តថែដែលជាព្រះអរហន្តមួយអង្គលោកមានអេតតកៈខាងជាអ្នកភ្ជាប់នៅអនុសទ្ធិបានន័យថាជាអ្នកពូកែក្នុងការតពាក្យពីព្រោះក្នុងខ្លឹមសារហ្នឹងមានពួកទេវតានិយាយមកទៅវាដូចជាចង់ពាន់ពាក្យចង់ពាន់សម្ដីតកតងជាមួយនឹងពួកទេវតានិងមនុស្សស្វែងរកបុគ្គលដែលផ្ដាច់បង់ធម៌ជាគ្រឿងចាក់ស្រេះជាបុគ្គលឥតមានទុក្ខឥតមានតណ្ហាមិនប្រទះក្នុងโลกនេះក្នុងโลกខាងមុខឬក្នុងសួគ៌ឬក្នុងសពកលែងដែលនិយាយចឹងទៅពិបាកស្ដាប់បានព្រះមុខរាជថែលោកលើកជាសំណួរប៉ុន្តែតបជាប់សេចក្តីហ្នឹងឲ្យស្រួលមកហើយព្រះសម្មាសម្ពុទ្ធបំភ្លឺបញ្ជាក់បន្ថែមធ្វើឲ្យទាំងមនុស្សទេវតាហ្នឹងបានស្ដាប់ហើយយល់តែម្ដងអញ្ចឹងបានព្រះមុខរាជលោកមុខរាជថែហ្នឹងលោកលើកថាបើពួកទេវតានិងមនុស្សមើលមិនឃើញនៅបុគ្គលដែលមានចិត្តរួចស្រឡះបុគ្គលដែលមានចិត្តរួចស្រឡះហ្នឹងគឺអរិយបុគ្គលគឺប្រខ័យណាស្របពួកទេវតានិងមនុស្សណាក្នុងโลกនេះឬโลกខាងមុខនមស្ការដ៏ប្រសើរជាងជនជាអ្នកប្រព្រឹត្តប្រយោជន៍ដល់នរជនទាំងឡាយពួកទេវតានិងមនុស្សនោះគួរគេសរសើរទេឬណែលើកជាសំណួរសួរយ៉ាងណាឃើញទេយើងតោះតែយើងអានហើយយើងសង្កេតឃ្លាពាក្យហ្នឹងបានយើងយល់អំពីវត្ថុបំណងរបស់ព្រះមុខរាជថែគុណចាស់ញាតិញោមពុទ្ធបរិស័ទហ្នឹងហើយមិនគ្រាន់តែអានទៅអាចនឹងស្ដាប់បានតែម្ដងទេដែលពេលវេលាខ្លីខ្ញុំកណាមិនមានពេលដើម្បីបញ្យល់ឃ្លាហ្នឹងទេប៉ុន្តែគ្រាន់តែថាយើងស្ដាប់តាមន័យប៉ុណ្ណឹងមកគឺព្រះមុខរាជថែហ្នឹងចង់ឃ្លាពាក្យឃ្លាសម្ដីហ្នឹងសម្រួលពាក្យសម្រួលសម្ដីទេវតាហ្នឹងឲ្យយល់អំពីអរិយបុគ្គលជាប្រខ័យណាស្របហើយក្នុងទីនេះព្រះមុខរាជថែហ្នឹងគឺចង់សម្ដៅទៅដល់ព្រះបរមសាស្តាតែម្ដងហើយទេវតាទាំងឡាយទាំងពួងណាដែលនមស្ការចំពោះព្រះបរមសាស្តាទេវតានិងមនុស្សទាំងឡាយនោះជាបុគ្គលដែលគួរគេសរសើរហ្នឹងឯងណាគាត់តែជាបុគ្គលដែលនឹងឯងទីអ្នកដែលពាល់ត្រូវនឹងព្រះយល់ឃើញព្រះច្បាស់ព្រះនឹងឯងទៅព្រះមានប្រភិក្ខទ្រង់ត្រាស់ថានឹងមុខរាជថាមនាលភិក្ខុពួកទេវតានិងមនុស្សនោះឈ្មោះថាជាបុគ្គលគួរសរសើរបានផងមនាលភិក្ខុពួកបុគ្គលណានមស្ការបុគ្គលដែលរួចចាកតណ្ហាណារួចចាកតណ្ហាហ្នឹងគឺអ្នកដែលបាននៅអរហត្តតែអរហត្តផលហ្នឹងឯងហើយក្នុងទីនេះគឺព្រះសម្មាសម្ពុទ្ធជាប្រធានដោយប្រការដូច្នោះពួកបុគ្គលនោះឈ្មោះថាបានដឹងច្បាស់នៅធម៌ណាបានដឹងច្បាស់នៅធម៌ដែលបានដឹងច្បាស់នៅធម៌ឈ្មោះថាឃើញធម៌ណាឃើញធម៌ហើយអ្នកច្បាស់ធម៌ឃើញធម៌ឈ្មោះថាបានឃើញព្រះតថាគតហើយឃើញធម៌ទៅនេះគឺឃើញនៅសច្ចធម៌គឺឃើញនៅមគ្គសច្ចទុក្ខសច្ចសមុទយសច្ចនិរោធសច្ចនិងបដិបទាទៅកាន់ទីរំលត់ទុក្ខណារឿងគឺឃើញច្បាស់ធម៌គឺក្នុងន័យហ្នឹងហើយលះនៅវិជេកិច្ឆាហើយទៅលះនៅវិជេកិច្ឆាមិនមែនបទុជនទេគឺអរិយបុគ្គលទៀតផងជាបុគ្គលកន្លងបង់ទៅធម៌ជាគ្រឿងជាប់ជំពាក់បានផងហ្នឹងអញ្ចឹងគឺក្នុងអត្ថសេចក្តីហ្នឹងគឺល្អពីរោះមែនតែនខ្លឹមសារដែលព្រះបរមសាស្តានៅក្នុងសូត្រនេះបានលើកបញ្ជាក់អញ្ចឹងចឹងនៅក្នុងសូត្រនេះជីចប់ហើយសរុបខ្លឹមសារមកវិញគឺសូត្រនេះគឺបញ្ជាក់ថាអ្នកសន្តិសូត្រហ្នឹងគឺតកតងនឹងរឿងកាម
កាមនឹងគឺជារឿងរាំងស្ទះជារឿងធ្វើឲ្យមិនមានសេចក្តីសុខស្ងប់ក្នុងចិត្តរបស់មនុស្សសត្វទាំងឡាយទាំងពួងទេវាទោះណាតែកំចាត់បងគោះរំលើងនៅតណ្ហាឲ្យជ្រះស្រឡះបានកាមនឹងវត្តរលត់ហើយនឹងបានដល់នៅសេចក្តីសុខស្ងប់បានដល់នៅសេចក្តីសុខស្ងប់បានអញ្ចឹងប្រភពដើមនៃចិត្តមិនស្ងប់គឺកាមនឹងឯងញាតិញោមពុទ្ធបរិស័ទមិនបាច់រកអីថាម៉េចបើខ្ញុំមិនស្ងប់សោះគឺកាមរបស់ខ្លួននឹងឯងដែលជាអ្នកធ្វើឲ្យយើងមិនស្ងប់នោះចាណាចឹងប៉ុណ្ណឹងទៅចាស់ណាដោយពេលវេលាយើងលើកផងយើងសូមចាប់កម្មវិធីសិក្សាត្រឹមប៉ុណ្ណេះឯងអ្នកទាំងឡាយទាំងបរិសុទ្ធទាំងស្ត្រីនោះចូលបាននៅប្រយោជន៍បាននៅសេចក្តីសុខ ចូលចម្រើនក្នុង ព្រះពុទ្ធសាសនាចូលកុំឲ្យមានរោគឲ្យបាននៅសេចក្តីសុខព្រមទាំងញាតិទាំងឡាយគ្រប់គ្នា